រឿងចាប់តូចអ្នកថែប្រាសាទនៅក្នុងភូមិតូចមួយក្បែរប្រាសាទបុរាណមានក្មេងប្រុសម្នាក់ឈ្មោះសុភានិងក្មេងស្រីម្នាក់ឈ្មោះស្រីនាងពួកគេចូលចិត្តដើរលេងជុំវិញប្រាសាទនិងយកផ្កាឈូកទៅដាក់ជាកាយគោរពនៅលើរូបសំណាកមុខប្រាសាទមានចាប់តូចមួយរស់នៅទីនោះចាប់តូចតែងតែហោះហើរជុំវិញដើម្បីថែរក្សាប្រាសាទនិងសង្កេតមើលភូមិមួយថ្ងៃប្រជាជនភូមិបានប្រមូលគ្នាក្រោមដើមឈើធំអ្នកចាប់ភូមិនិយាយថាអណ្ដូងទឹកក្នុងភូមិកំពុងស្ងួតមនុស្សគ្រប់គ្នាពិបាករកទឹកប្រើសុភានិងស្រីនាងព្រួយបារម្ភណាស់ពួកគេចង់ជួយភូមិប៉ុន្តែមិនដឹងត្រូវធ្វើដូចម្តេចភ្លាមនោះចាប់តូចបានហក់មកជិតពួកគេវាហក់ទៅមុខហាក់ដូចជាកំពុងហៅឲ្យពួកគេដើរតាមវាសុភានិងស្រីនាងដើរតាមចាប់តូចទៅក្រោយប្រាសាទនៅទីនោះពួកគេបានរកឃើញបឹងផ្កាឈូកមួយដែលមានទឹកស្អាតកុមារទាំងពីររត់ត្រឡប់ទៅភូមិពួកគេប្រាប់អ្នកភូមិទាំងអស់អំពីបឹងទឹកស្អាតដែលពួកគេបានរកឃើញប្រជាជនភូមិទាំងអស់បានមកមើលបឹងពួកគេជួយគ្នាធ្វើផ្លូវទឹកពីបឹងទៅភូមិបន្ទាប់ពីនោះភូមិមានទឹកប្រើគ្រប់គ្រាន់វិញមនុស្សគ្រប់គ្នាសប្បាយចិត្តណាស់អ្នកភូមិទាំងអស់បានអរគុណចាប់តូចអ្នកថែប្រាសាទចាប់ពីថ្ងៃនោះមកសុភានិងស្រីនាងតែងតែយកផ្កាឈូកទៅដាក់នៅប្រាសាទ